នេះគឺជាយន្តហោះបំបង្កាយស៊ូ57ថ្មីរបស់រុស្ស៊ីវាគឺជាយន្តហោះចម្បាំងទំនើបបំផុតមួយក្នុងពិភពលោកយន្តហោះទាំងនេះនៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍប៉ុន្តែវាបានធ្វើការហោះហើរសាកល្បងគួរឲ្យចាប់អារម្មណ៍ជាច្រើនរួចទៅហើយនៅឆ្នាំ2018យន្តហោះស៊ូ57បានក្លាយជាយន្តហោះរុស្ស៊ីដំបូងគេដែលបានហោះហើរក្នុងល្បឿនលឿនជាងសំឡេងដោយគ្មានបញ្ចេញចំហាយភ្លើងតាមបំពង់ក្រោយស៊ូ57ក៏បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការហោះហើរល្បឿនលឿនផងដែរដែលមានន័យថាវាអាចហោះហើរលឿនជាងល្បឿនសំឡេងដោយមិនបញ្ចេញចំហាយភ្លើងតាមបំពង់ក្រោយយន្តហោះនេះត្រូវបានគេដាក់ឲ្យចូលបម្រើការងារជាមួយទ័ពអាកាសរុស្ស៊ីនៅឆ្នាំ2023វាទំនងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការការពារដែនអាកាសនិងវាយលុករបស់រុស្ស៊ីនេះជាការប្រឈមនឹងកងទ័ពអាកាសលោកខាងលិចដូចជាកងទ័ពអាកាសសហរដ្ឋអាមេរិកជាដើមវាមិនគួរឲ្យចាប់អារម្មណ៍ក្នុងការមើលថាតើយន្តហោះ F-35 និងស៊ូ57ប្រៀបធៀបគ្នាយ៉ាងដូចម្តេចទាក់ទងនឹងដំណើរការនិងសមត្ថភាពស៊ូ57គឺជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងបច្ចេកវិទ្យាយោធារបស់រុស្ស៊ីវាគឺជាសញ្ញាមួយដែលបង្ហាញថាប្រទេសរុស្ស៊ីបានបដិញ្ញាចិត្តក្នុងការរក្សាកងទ័ពអាកាសដ៏រឹងមាំហើយថាខ្លួនមានសមត្ថភាពអភិវឌ្ឍយន្តហោះចម្បាំងទំនើបបំផុតមួយក្នុងពិភពលោកផងដែរ